សួស្តីអ្នកនរគ្នានេះវីដេអូចាស់របស់ខ្ញុំទេតែខ្ញុំធ្វើជាវីដេអូទុកដើម្បីមើលជាអនុស្សាវរីយ៍ថ្ងៃក្រោយអញ្ចឹងណាហើយវីដេអូនេះដែរគឺខ្ញុំទៅដំណើរកម្សាន្តចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្ដាលអញ្ចឹងណាហើយធ្វើដំណើរទៅកាន់អាកាសយានដ្ឋានតារាសាគរខេត្តកោះកុងហើយការធ្វើដំណើរនេះដែរគឺមានរយៈពេលដូចជា39នាទីឬក៏អាចលើសនឹងតិចតួចអាស្រ័យទៅលើតាមឋានវិចិត្រស្ដែងហើយការធ្វើដំណើរនេះខ្ញុំបានទិញសំបុត្រទៅតាម app trip.com ហើយខ្ញុំទិញមុនទុកដូចជាមួយអាទិត្យចិត្តចូល10ថ្ងៃយីហើយបន្ទាប់មកបានដល់ថ្ងៃយើងធ្វើដំណើរទៅកាន់ពលានហើយការធ្វើដំណើរនេះដែរគេតម្រូវយើងទៅដល់មុន2ម៉ោងដើម្បីជៀសវាងនៅមានបញ្ហាផ្សេងៗអញ្ចឹងហើយការធ្វើដំណើរនេះគឺសម្រាប់ក្នុងស្រុកគឺងាយស្រួលដែរគេយើងមានតែតាក់សញ្ញាបត្រមួយស្លាកទៅឬក៏មានតែសំបុត្រកំណើតសម្រាប់តែក្មេងគាត់ក្រោមអាយុ18ឆ្នាំបន្ទាប់ពីយើងទៅដល់ពលានហើយយើងទៅមើលកន្លែងផ្ដល់ព័ត៌មាននៅលើកញ្ចក់អេក្រង់របស់គេដែលគេដាក់នៅក្នុងពលានហ្នឹងយើងមើលជើងហោះហើរលេខជើងហោះហើររបស់យើងហើយមើលពេលវេលាក៏ដូចជាមើលម៉ោង check in តបមកដល់ម៉ោងយើង check in មកយើងចូលទៅ check in ទៅយើងយកតាក់សញ្ញាបត្រយើងទៅឲ្យគេទៅគេនឹងកេញសំបុត្រឲ្យយើងហើយបើសិនយើងមានអីវ៉ាន់ផ្ញើយើងអាចផ្ញើអីវ៉ាន់នៅកន្លែងហ្នឹងតែម្ដងហើយបើយើងអត់ទេយើងមានអីវ៉ាន់ទៅស្ពាយទេគឺយើងជាប្រភេទអីវ៉ាន់ carry on នេះយើងអាចយកតាមខ្លួនទៅតបមកយើងអាចទៅដកពន្ធបាន$1ក្នុងម្នាក់ព្រោះតែយើងធ្វើដំណើរក្នុងស្រុកគេដកពន្ធបាន$1សម្រាប់គេធ្វើដំណើរក្រៅប្រទេសអីគេបដកពន្ធបាន$7មកវិញហើយបន្ទាប់មកដល់ពេលយើងត្រូវទៅកន្លែងរង់ចាំគឺយើងទៅឆ្លងកាត់កន្លែង security check កន្លែង security check ហ្នឹងគឺតម្រូវយើងដោះឬក៏តាបទៅអីទៅកន្លែងសិន scan គេណានាឡិកាកបោបលុយខ្សែក្បាត់គេយើងត្រូវដោះឲ្យគេ scan បន្ទាប់មកបានយើងដើរទៅខ្លួនយើងហ្នឹងដើរឆ្លងកាត់ទ្វារកន្លែងច្រក scan របស់គេហ្នឹងបន្ទាប់ពី scan រួចរាល់ហើយបានយើងចាប់ផ្ដើមយកអីវ៉ាន់របស់យើងទាំងអស់ហ្នឹងរួចយើងធ្វើដំណើរទៅកាន់លេខដែលគេឲ្យយើងទៅកន្លែងរង់ចាំលេខកន្លែងរង់ចាំហ្នឹងវាហៅថា gate ណាយើងអាចមើលក្នុងសំបុត្របានតើតែគេបើកឲ្យយើងទៅចូលទៅកន្លែងឡើងឡានក្រុងម្ដងទៀតចឹងហើយដល់ចិត្តដល់ម៉ោងបានខាងបុគ្គលិកគេធ្វើការពិនិត្យ spot ពិនិត្យមុខជើងហ្នឹងហើយក៏ឲ្យយើងដើរឡើងឡានក្រុងបន្ទាប់មកទៀតបានយើងជិះឡានក្រុងទៅកន្លែងឡើងយន្តហោះផ្ទាល់ដោយសារយន្តហោះនេះយន្តហោះខ្នាតតូចដែរគឺ70កៅអីជាងចឹងហើយគឺយើងអត់ឡើងដូចយន្តហោះធំទេនៅពេលឡើងនេះគឺយើងជិះឡានក្រុងមកតង់ទៀតហើយបានយើងឡើងទៅចតើយន្តហោះហ្នឹងយើងឡើងទៅក្នុងកាប៊ីនវាតែម្ដងរីឯយន្តហោះធំគឺគេដើរក្នុងពលានផ្ទាល់ទៅឡើងតែម្ដងដោយសារយន្តហោះនេះខុសគ្នាអញ្ចឹងណាហើយពេលឡើងមកដល់ខាងលើហ្នឹងក៏មានខាងកាប៊ីនគ្រូអីគាត់ណែនាំពីរបៀបពាក់ខ្សែក្រវ៉ាត់ក៏ដូចជាប្រើប្រាស់សម្ភារៈផ្សេងៗមួយចំនួនសម្រាប់សង្គ្រោះជីវិតអីផ្សេងៗចឹងទៅឬក៏អាវការពារបាត់ភាពអាវពោងអីហ្នឹងណាហើយការធ្វើដំណើរក្នុងស្រុកនេះក៏វាងាយស្រួលឆាប់រហ័សយើងធ្វើដំណើរទៅមកផ្លែទៅគឺដល់ហើយកន្លែងចុះរបស់យើងហើយសម្រាប់ការឡើងដំបូងហ្នឹងគឺវាយ៉ាងស្ញាប់តិចដែរតែអត់ជាបញ្ហាទេវាតិចតួចតែវាហើយមិនស្ញាប់ពីខ្លាំងដល់អ្នកជិះកត្រកអីទេបើអ្នកជិះកត្រកនឹងប្រហែលជាស្ញាប់ខ្លាំងបើយន្តហោះគឺតិចតួចមែនតើឡើងទៅហើយដល់លើគឺអាលាក់តិចតួចដែរទេពេលចុះវិញក៏មិនស្ញាប់ទេតែគឺតិចតួចណាស្ទឹងតែមិនចង់ដឹងខ្លួនផងហើយសម្រាប់បងប្អូនដែលចង់ធ្វើដំណើរទៅតាមផ្លូវអាកាសយកបទពិសោធន៍អាចសាកល្បងបានអាចទិញនៅក្នុងកម្មវិធីនឹងក៏បានឬក៏អាចតំណតំណងទិញទៅតាម agency របស់គេក៏បានដែរដោយសារតែគេមាន agency គេស្រួលទៀតកាន់តែស្រួលយើងអាចសួរអាចតំណងអីផ្សេងៗបានផ្ទាល់ដោយសារជនជាតិខ្មែរទៅខ្មែរអីចឹងណាដោយសារតែ agency ក្នុងស្រុកហើយបើសម្រាប់ខ្ញុំទិញគឺខ្ញុំទិញ app របស់បរទេសទេតែក៏ងាយស្រួលដែរបើមិនជាយើងមានចម្ងល់អីមួយយើងអាចសួរគេឆាតទៅផ្ទាល់បានមួយ agency របស់គេដូចគ្នាគាត់ថាយើងអាចឆាតប្រើជាភាសាអង់គ្លេសអញ្ចឹងណាហើយក៏មានភាពងាយស្រួលដែរគេយកចិត្តទុកដាក់មួយយើងឆ្ងល់អីយើងសួរនឹងបានហើយក៏វាមានទំនុកចិត្តហើយសម្រាប់ក្នុង app ហ្នឹងងាយស្រួលយើងចង់ booking ទៅលើ fly ក៏បានទៅលើhotel អីក៏បានលើ car លើ train អីក៏បានតែយើងចង់ booking ក្នុងហ្នឹងហើយបើសម្រាប់អ្នកដែលគាត់ធ្វើដំណើរឧស្សាហ៍ធ្វើដំណើរក្រៅប្រទេសគាត់ប្រើ app ហ្នឹងគឺល្អដែរតែបើសិនជា
យើងទៅដបងអីគួរតែទៅតាមធូរអីទៅវាស្រួលពួកខ្លាចទៅខ្លួនអ្នកឯងអញ្ចឹងទៅរកកន្លែងទីតែអត់ឃើញបាក់ចេញចូលអញ្ចឹងណាអញ្ចឹងយើងអាចទៅតាមធូរទៅមានជាក្រុមមានជាកាយគេណែនាំទៅវាងាយស្រួលហើយដល់ចំណុចនេះដល់កន្លែងដែលយន្តហោះទៅហោះឡើងអញ្ចឹងយន្តហោះចាប់ដើមទៅរកកន្លែងផ្លូវវាអ្នកប្រត់ឡើងហើយតបមកបានចាប់ដើមសុទ្ធឡើងហោះឡើងទៅលើតែម្ដងកន្លែងចំណុចនេះគឺហោះឡើងចាប់ដើមហោះហើយវាស្ញើបន្តិចតែពេលហោះឡើងកន្លែងហ្នឹងតែពេលយើងជាយាមមើលទៅក្រៅទៅមើលទៅឃើញទេសភាពស្អាតអញ្ចឹងណាវាអត់ស្ញើបាត់ភ័យអីទេសម្រាប់អ្នកដែលជីសោះក៏យ៉ាងភ័យតិចដែរតែបើអ្នកគេធ្លាប់ជីជាប្រចាំហ្នឹងទៅវាធម្មតាសាមញ្ញសម្រាប់គេអញ្ចឹងហើយទេសភាពពលាននៅខេត្តកណ្ដាលយើងពលានអន្តរជាតិជោមើលវាឡើងស្អាតទេសភាពវាពលានហ្នឹងធំហើយមើលទៅចូលលក្ខណៈដូចប្រទេសគេអញ្ចឹងហើយពេលដល់លើទៅយើងមើលឃើញស្អាតមើលអីចឹងទៅវាអត់មានអារម្មណ៍ថាភ័យទេគឺចាប់ផ្ដើមយ៉ាងសប្បាយវិញគឺថាប្លែកហើយបើសិនជាអ្នកដែលគាត់ភ័យក៏អត់ហ៊ានមើលទៅខាងទៅអីទេគាត់តែមានអារម្មណ៍ថាភ័យចឹងហើយយើងជិះចឹងឱកាសយើងមើលទៅចាំមើលទៅយើងថតបណ្ដាទុកមើលជាអនុស្សាវរីយ៍ចឹងទៅដល់ពេលឡើងដល់ទៅលើពពកហ្មងទៅអស់អីមើលយើងតាមឃើញតែពពកអីចឹងយើងថតដល់ពេលហ្នឹងសិនទៅយើងថតបានមកយូរហ្មងដែរគាត់ថាវាមិនយូរពេកទេតែបន្តិចដល់ពពកលើចាប់តាមចូលដល់ពពកលើយើងតាមឃើញពពកសទៅថតលែងកើតហើយមើលដល់ពពកសតទៅពេលហ្នឹងហើយសម្រាប់ការហោះហើរទៅនេះយើងហោះទៅតែមួយផ្លែតហ្នឹងមកគិតឲ្យចំទៅកន្លះម៉ោងជាងជិះដល់កន្លែងចុះបាត់ហើយទៅដល់កន្លែងពលានតារាសាគរហ្នឹងហើយពីពលានយើងជិះទៅកន្លែងជិះទូកទៅកោះស្ដេចហ្នឹងគឺឡានក្រុងគេមិនយកទេគឺមានឡានក្រុងគេម្នាក់តែ 5,000 រៀលទេចឹងរាល់តែយន្តហោះចុះទៅហ្នឹងគឺគេតែងតែមានឡានក្រុងគេមិនយកហើយឡានក្រុងគេ2គ្រឿងគេមិនយកទេយើងអស់តែម្នាក់ 5,000 រៀលគឺគេជូនយើងទៅដល់កន្លែងជិះទូកហើយយើងអាចជិះទូកឆ្លងទៅកន្លែងកោះស្ដេចហើយទៅដល់កោះស្ដេចនេះក៏យើងអាចរកទស្សនៈរករីសតអីគេងបាននៅនឹងអញ្ចឹងតម្លៃក៏វាសមរម្យតាមនឹងដែរតាមកន្លែងណាដែលវាស្អាតវាអីចឹងទៅតម្លៃថ្លៃតាមនឹងទៅមួយកន្លែងណាវាអត់សូវស្អាតតម្លៃក៏វាធូរជាងនឹងចឹងទៅហើយបើនិយាយរួមទៅយើងគួរទៅលេងទៅបានស្គាល់ទាំងបទពិសោធន៍លើការហោះហើរផងហើយបានទៅលេងនៅកោះផងជាងបើសិនជាចង់ជីអូបអីទៅកំពង់សោមទៅអីទេក៏បានដែរម្នាក់តាចំណាយប្រហែលនេះណា20ឡាយដល់បាត់ដែរកំពង់សោមពីកោះស្ដេចទៅកំពង់សោមជិះថាប្រហែលជា2ម៉ោងដែរពេលមកដល់មកទៅតាមលឿនដែរណាយើងជីអូបទៅលឿនឆាប់ដល់ហើយទៅដល់កំពង់សោមយើងគេងកំពង់សោមឬក៏យើងមិនទៅកំពង់សោមយើងទៅលេងកោះរ៉ុងទៅកោះរ៉ុងហើយចាំចេញកោះរ៉ុងកំពង់សោមទៅក៏បានដែរតម្រាពូវាដែរខ្ញុំភ្លេចប្រាប់ខាងលើហ្នឹងគឺវាពពកដែរតែបើយើងថតមកក្រោមយើងមើលឃើញដែរមិនមើលមិនឃើញសោះណាតែគាត់ថាកន្លែងខ្លះយើងអាចមើលអត់ឃើញណាតែពពកក្រាស់អញ្ចឹងណាតែមើលទៅវាបែកផ្សែងអញ្ចឹងនៅលើនៅនឹងអញ្ចឹងទៅយូរលាក់ម្ដងទៅហើយវាមានអីទេវាពពកមានអីទេបើសិនជាអ្នកគាត់ធ្វើដំណើរផ្លូវឆ្ងាយរាប់ម៉ោងអីប្រហែលជាអាចនឹងហត់នឿយឬថាធុញទ្រាន់អីចឹងណាតែយើងជិះនៅក្នុងស្រុកចេះមិនយូរទេដើម្បីទៅសៀមរាបអីក៏ប្រហែលជាកន្លះម៉ោងជាងដូចគ្នាដែរណាផ្លែតដល់ហើយតែយើងធ្វើដំណើរលឿនចឹងទៅការនឿយហត់ក៏វាអត់សូវមានដែរយើងដើរលេងក៏រៀងសប្បាយដែរបើសិនជាយើងធ្វើដំណើរហើយនឿយហត់អស់កន្លងទៀតអស់អារម្មណ៍ដើរលេងមកនេះយើងទៅជិះទៅមកផ្លែតដល់បានអញ្ចឹងទៅយើងទៅដល់នោះយើងមានអារម្មណ៍ដើរលេងយើងទៅដល់វាស្រស់ស្រាយហ្មងហើយបើសម្រាប់ការមកវិញយើងចង់មកវិញតាមផ្លូវយន្តហោះក៏បាន
យើងទិញសបត់ពីនេះហើយទិញទាំងទៅទាំងមកទៅដល់ថ្ងៃជីមកដល់ពលានវិញឡើងមកពេញវិញមកវាស្រួលវាលឿនទៀតបាទសម្រាប់ខ្ញុំវិញបទពិសោធន៍នៃការជិះវិញខ្ញុំគិតថាបើជិះកតុំ100វាមើលទេសភាពបានច្រើនជាងផេតឡាប់កាត់ចេះណាកតុំ100ជិះទៅយើងមើលទៅវាត្រឡាស់ហ្មងតែគាត់ថាប្រភេទកតុំ100យើងហោះទាបជាងតែទេសភាពក៏យើងបានមើលដូចគ្នាអញ្ចឹងគាត់ថាកតុំ100វាស្រឡះវាស្រួលមើលអញ្ចឹងជុំវិញខ្លួនយើង